វីដេអូឯកសារនេះបង្ហាញពីដំណើរជីវិតដ៏លំបាកនិងគ្រោះថ្នាក់បំផុតមួយនៅក្នុងទ្វីបអាហ្វ្រិកវាបាននាំយើងទៅកាន់ទីក្រុងហ្គូម៉ាក្នុងសាធារណរដ្ឋប្រជាធិបតេយ្យឲ្យកុងហ្គោដើម្បីតាមដានជីវិតប្រចាំថ្ងៃរបស់អ្នកបើកបរយានជំនិះឈើដ៏ល្បីល្បាញមួយប្រភេទគឺជូគូឌូឆាខឺឌូតើជូគូឌូជាអ្វីជូគូឌូគឺជាយានជំនិះឈើពីរកង់ដែលគេផលិតដោយដៃទាំងស្រុងហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅភាគខាងកើតប្រទេសកុងហ្គោយាននេះប្រហាក់ប្រហែលនឹងរទេះរុញឈើដ៏ធំមួយគ្មានម៉ាស៊ីនគ្មានសាំងគ្មានថ្មហើយត្រូវបានបង្កើតឡើងយ៉ាងប៉ិនប្រសប់ដោយប្រើប្រាស់ឈើក្រាស់និងកៅស៊ូកែច្នៃប៉ុណ្ណោះវិធីសាស្ត្របើកបរនិងការសាងសង់ដើម្បីបើកបរជូគូឌូអ្នកបើកបរត្រូវយកជង្គង់ម្ខាងដាក់លើកន្លែងពិសេសនៅលើទេសរួចរុញច្រានដោយជើងម្ខាងទៀតប្រហាក់ប្រហែលនឹងការជិះស្គីលើដីការសាងសង់ជូគូឌូមួយគ្រឿងគឺជាសិល្បៈមួយវាត្រូវការឈើប្រហែល3ថ្ងៃដើម្បីផលិតហើយអាចប្រើប្រាស់បានជាមធ្យមប្រហែល3ឆ្នាំសមត្ថភាពក្នុងការដឹកជញ្ជូនគួរឲ្យភ្ញាក់ផ្អើលណាស់ជូគូឌូមួយគ្រឿងអាចផ្ទុកទម្ងន់បានយ៉ាងច្រើនចាប់ពី200ទៅ800គីឡូក្រាមអាស្រ័យលើទំហំយានដឹកជញ្ជូនសាមញ្ញនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចាប់ពីស៊ីម៉ង់តផលិតផលកសិកម្មរហូតដល់សម្ភារផ្សេងគ្រោះថ្នាក់ដែលប្រឈមទោះបីវាមើលទៅដូចជាយានជំនិះចាស់បុរាណក៏ដោយវាផ្ទុកនូវគ្រោះថ្នាក់យ៉ាងខ្លាំងពេលបើកបរចុះពីលើភ្នំជូគូឌូអាចបង្កើនល្បឿនបានរហូតដល់30គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែដោយសារតែវាគ្មានហ្វ្រាំងនិងគ្មានប្រព័ន្ធសុវត្ថិភាពទំនើបអ្នកបើកបរអាចបាត់បង់ការគ្រប់គ្រងបានយ៉ាងងាយជារៀងរាល់ឆ្នាំមានអ្នកបើកបរជូគូឌូស្លាប់ឬរបួសធ្ងន់ធ្ងររាប់សិបនាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឧបសគ្គពីធម្មជាតិមិនត្រឹមតែប៉ុណ្ណោះតំបន់នេះក៏កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីភ្នំភ្លើងសកម្មឈ្មោះនីរ៉ាហ្គងហ្គោដែលបានផ្ទុះយ៉ាងខ្លាំងក្នុងឆ្នាំ2002ការផ្ទុះនេះបានបំផ្លាញផ្ទះសម្បែងអ្នកបើកបរជាច្រើនហើយកំអែលភ្នំភ្លើងបានកាត់ផ្តាច់ផ្លូវដឹកជញ្ជូនដ៏សំខាន់ធ្វើឲ្យពួកគេបាត់បង់ប្រភពចំណូលវិបត្តិសេដ្ឋកិច្ចនិងជីវភាពទោះបីជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ទាំងនេះក្តីអ្នកបើកបរជូគូឌូជាច្រើនគ្មានជម្រើសអ្វីក្រៅពីបន្តការងារនេះដើម្បីរស់រានមានជីវិតប្រាក់ចំណូលរបស់ពួកគេគឺប្រហែល10ទៅ$20ក្នុងមួយថ្ងៃសម្រាប់ពួកគេជូគូឌូមិនមែនគ្រាន់តែជាយានជំនិះទេប៉ុន្តែវាជាឧបករណ៍សម្រាប់រស់ជាសញ្ញានៃក្តីសង្ឃឹមនិងការតស៊ូក្នុងទឹកដីដែលគេបំភ្លេចចោលសរុបមកវីដេអូឯកសារនេះគឺជារូបភាពពិតនៃជីវិតរបស់មនុស្សនៅក្នុងតំបន់ជម្លោះវាមិនត្រឹមតែបង្ហាញពីសមត្ថភាពច្នៃប្រឌិតនិងការប៉ិនប្រសប់ក្នុងការសម្របខ្លួនរបស់មនុស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីទុក្ខលំបាកនិងគ្រោះថ្នាក់ដែលពួកគេត្រូវស៊ូទ្រាំជារៀងរាល់ថ្ងៃដើម្បីរកចំណីដាក់គ្រួសារ